វាសួរអ្នកទាំងអស់គ្នាខ្ញុំទៅដល់បំពេញបេសកកម្មដើរដើម្បីសន្តិភាពហើយគឺហត់មិនដល់ឥឡូវដើរហើយត្រឡប់មកវិញគង់តែនិយាយហ្នឹងគឺច្រើនមែនតើហ្មងគេថាគឺពួកយើងអ្នកនៅទីក្រុងឬក៏យើងហៅថាយើងអ្នកទាត់ក្រោយយើងមានអីបានជួយយើងជួយជាស្បៀងយើងជួយជាកែងគោស្បៀងជួយជាសម្លេងឥឡូវនេះគឺយើងជួយជាការដើរនេះហើយអ្នកនរនេះមិនថាស្ថិតតែគេឲ្យដាក់គឺដូចជា Mike for peace ដើម្បីពិភពលោកទាំងមូលដឹងថាកម្ពុជាយើងគឺពិតជាត្រូវការសន្តិភាពត្រូវការសុខសុវត្ថិភាពអត់ចង់មានសង្គ្រាមដូចចឹងទេអ្នកនរគ្នាអញ្ចឹងជាកូនខ្មែរម្នាក់ថ្ងៃនេះគឺខ្ញុំបានបំពេញកាតព្វកិច្ចមួយហើយអញ្ចឹងគឺខ្ញុំសូមជូនពរឲ្យទេវតាតាមគ្រប់គ្រងបងកំតបបងភាសាប្រទេសយើងទាំងមូលរួចពីសង្គ្រាមនេះសូមឲ្យពិភពលោកគឺឃើញប្រទេសយើងគឺដោះស្រាយឲ្យប្រទេសយើងឲ្យដូចជាទីបំផុតតាមដែលអាចធ្វើបានព្រោះប្រទេសយើងគឺអត់ចង់សង្គ្រាមទេសង្គ្រាមគឺនាំឲ្យខាតបង់ច្រើនមែនទែនតែម្ដងកូនក្មេងត្រូវការទៅរៀនទៅសូត្រប្រជាជនត្រូវការរស់ស៊ីដើម្បីប្រកបចំជីវិតអញ្ចឹងបើមានចេះប្រហែលតែប្រជាជនយើងទៅធ្វើមិនអញ្ចឹងបងប្អូនទាំងអស់ពេលដែលឃើញវីដេអូខ្ញុំមួយនេះទៅមិនថាវីដេអូខ្ញុំឬគឺវីដេអូអ្នកណាគេក៏ដោយដែលគាត់ដើរដើម្បីសន្តិភាពហ្នឹងណាអ្នកនេះមិនថា TikTok សង្គម Facebook អី page រ៉ាញ់គេជួយ share ឲ្យយើងដាក់ hashtag match for peace ដើម្បីពិភពលោកគាត់បានមើលដល់អូខេអ្នកនេះអរគុណច្រើន